របៀបដាំបន្លែលើមកមើលខ្ញុំដាំស្ពៃលើថ្មទាំងអស់គ្នាយើងអត់មានដីមានអីចឹងមានតែដាំចឹងហើយនេះស្ពៃបដូរបាន 4-5 ថ្ងៃទឹកចេញស្លឹក2ទេតែឃើញកូនវាញឹកពេកចឹងហើយថ្ងៃហ្នឹងមកបែកចេញខ្លះចាំដល់ពេលស្លឹកវាបានស្លឹក3ស្លឹក4នេះអាហ្នឹងចាំបែកម្ដងទៀតចឹងដោយសារតែនៅមួយវាទំនេរហងហើយឃើញមេឃក៏រៀងដែរចឹងហើយដាក់បែកហើយមក ចាំមើលលទ្ធផល3ថ្ងៃក្រោយទាំងអស់គ្នាណាចាំខ្ញុំថតឲ្យមើលហ្នឹងហើយវីដេអូហ្នឹងមានប៉ុណ្ណេះអរគុណច្រើន